បាទសួស្តីប្រិមិត្តថ្ងៃនេះ admin ចង់ចែករំលែកអំពីការប្រើប្រាស់កម្មវិធី Cool App របស់ខ្មែរយើងមាន2ចំណុចទី1គឺតម្លើងសមាជិកជា admin group ទី2ការ forward សារគ្រប់គ្រងជួយចិត្តការចែករំលែកចំណេះដឹងសូមចុច subscribe channel ឬជួយសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗចុច like ចុច share ឬក៏មានចម្ងល់មតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះបានជាបន្តយើងអនុវត្តជំហានទី1ទី2ជាមួយគ្នាបាទយើងចាប់ផ្ដើមបើកកម្មវិធី Cool App យើងដែលមានលើឧបករណ៍យើងចាប់ផ្ដើមជំហានទី1ពីរបៀប promote admin បាទចឹងនៅក្នុង Cool App យើងជាម្ចាស់បាទក្រុមណាមួយយើងមានសិទ្ធិក្នុងការ promote មានតម្លើងឋានៈសមាជិកក្នុងក្រុមនោះខ្លាយជា admin បាទយើងចង់ promote ប្រហែលអ្នកក៏បានដែរក្នុងក្រុមមួយអាច2អ្នក3អ្នក10អ្នក20អ្នកស្រេចតែចិត្តយើងអ្នកដែល admin promote ខ្លាយជា admin ដែរហ្នឹងគាត់ក៏អាច promote សមាជិកដទៃទៀតមិនទាន់ admin ហ្នឹងខ្លាយជា admin បានផងដែរ promote admin ដើម្បីអីដើម្បីឲ្យពួកគាត់ជួយគ្រប់គ្រងសមាជិកជួយផ្ដល់ព័ត៌មានអីចឹងសំខាន់នៅក្នុងក្រុមចឹងទៅខ្ញុំឧទាហរណ៍ខ្ញុំចូលទៅឈ្មោះក្រុមប្រឹក្សាពិហុននេះដោយសារពេលបង្កើតក្រុមខ្ញុំបានបើកមុខងារបាទ approval new member តើតែ admin យល់ព្រមទទួលសមាជិកទើបអាចចូលជាក្រុមបានអញ្ចឹងបានវា load alert ប្រាប់យើងបែបនេះពេលដែលយើងចុច view ទៅនឹងឃើញមានសមាជិកដែលស្នើសុំ request ចូលក្រុមអញ្ចឹងបើសិនតែយើងយល់ព្រមគាត់ចូលយើងចុចសញ្ញា tick ស្ដាំដៃបើយើងអត់យល់ព្រមចុចខ្វែងបិទខ្ញុំបែកថយក្រោយវិញឥឡូវសមាជិកក្នុងក្រុមមាន8នាក់បាទដើម្បីប្រម៉ូទយើងចុចលើឈ្មោះក្រុមខាងលើមកតោះមកយើងអស់ឡើងលើបន្តិចបាទបើសិនតែយើងចង់បន្ថែមសមាជិកអីយើងចុច add member ហ្នឹងមកយើងនឹងឃើញឈ្មោះ add បន្ថែមយើងអាច select បានបាទចុចដានហ្នឹងចុច add ទៅចូលហើយក្នុងក្រុមយើងមានសមាជិកស្រាប់ឥឡូវយើងចង់ប្រម៉ូទនរណាមួយអញ្ចឹងខ្ញុំអស់ឡើងលើតិចខ្ញុំរើសនរណាគេមួយនេះវាបង្ហាញតែ5នាក់លើគេទេអញ្ចឹងយើងចុចបង្ហាញទាំងអស់ចុច C នេះមកក្នុងនេះខ្ញុំមាន admin ចំនួន3នាក់ហើយឥឡូវខ្ញុំចង់ប្រម៉ូទសមាជិកណាម្នាក់ជា admin ថែមទៀតបាទ3 4ក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ខ្ញុំប្រម៉ូទឈ្មោះសុកម៉ៃបាទខ្ញុំចុចលើឈ្មោះគាត់ខ្ញុំទាញឡើងលើតិចបាទយើងនឹងឃើញមានកន្លែងនេះគេដាក់ថា make admin បាទគឺប្រម៉ូទគាត់បង្កើតគាត់ទៅជា admin អញ្ចឹងចុចលើកន្លែង menu admin ហ្នឹងមកតោះមកយើងចុច make admin ទៅនឹងរួចរាល់ហើយគាត់ខ្លាយជា admin ហើយខ្ញុំចុច back ថយក្រោយវិញអញ្ចឹងគាត់ខ្លាយជា admin ហើយនេះឡើង4នាក់ហើយមិនតែ3នាក់ទេបាទឥឡូវឧទាហរណ៍ថាយើងចង់ដកសិទ្ធគាត់ជា admin ចេញវិញបាទដូចគ្នាយើងគាត់ឲ្យចុចលើឈ្មោះគាត់មកនេះគេដាក់ថា remove as admin យើងដកគាត់ចេញវិញណាយើងចុចលើកន្លែងហ្នឹងទៅនឹងបាត់ហើយបាទហើយចុច remove ទៅបាទគាត់នឹងលែងមានសិទ្ធិជា admin ចូលដល់ជំហានទី2គឺរបៀបក្នុងការ forward បាទបញ្ជូនឯកសារបន្តឥឡូវយើងអនុវត្តដល់គ្នាបាទឧទាហរណ៍ខ្ញុំចូលទៅធ្វើទីផ្សារនេះបាទឥឡូវយើងចង់ forward សារ1 2 3ស្រេចចិត្តយើងបាទដើម្បី forward យើងសង្កត់លើសារណាមួយយើងឲ្យជាប់ទាំងមកហើយចុចលើពាក្យ select យើងអាច select បាន3 4 5តាមចិត្តយើងចង់ពេល select រួចយើងមើលសញ្ញាខាងក្រោមដាក់ឈ្មោះ forward ហើយយើងចុចលើវាទៅរួចជ្រើសរើសឈ្មោះណាដែលយើងចង់បញ្ជូនសារទៅចុចលើរង្វង់មួយនៅខាងស្ដាំឈ្មោះពេលរើសគ្រប់ចំនួនដែលចង់បានហើយចុចសញ្ញាព្រួញបញ្ជូននៅក្រោមស្ដាំដៃនេះអរគុណច្រើនជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀត